Hello អ្នកទាំងអស់គ្នាខ្ញុំផលីខ្ញុំសេនីអូខេចឹងថ្ងៃហ្នឹងគឺយើងមកស៊ីវីដេអូថ្មីមួយទៀតហើយវីដេអូហ្នឹងគឺតាក់ទងជាមួយនឹងវីដេអូដំបូងដែលពួកយើងបានបង្កើតឡើងហើយតាក់ទងនឹងវីដេអូដំបូងហ្នឹងគឺយើងនិយាយពីវិធីសាស្ត្រក្នុងការជួយខ្លួនឯងហើយមានចំណុចមួយដែលពួកយើងបានចែករំលែកហ្នឹងគឺតាក់ទងជាមួយនឹងដើម្បីយើងជួយខ្លួនឯងដោះស្រាយបញ្ហាឬក៏អីមួយចឹងណាបើសិនតែយើងដូចជាថ្ងៃហ្នឹងពួកខ្ញុំបានស៊ីពីមនុស្សពីរប្រភេទទី1គឺមនុស្សដែលចូលចិត្តគេហៅថាពេលដែលគាត់មានបញ្ហាអីមួយគឺគាត់ចូលចិត្តនៅម្នាក់ឯងហើយមួយទៀតគឺតាកតងមួយមនុស្សដែលបើសិនតែគាត់មានបញ្ហាគាត់ដោះស្រាយបញ្ហារបស់គាត់គឺគាត់សូមឲ្យមានគេម្នាក់ដែលជួយផ្ដល់យោបល់ឲ្យគាត់ឬក៏ស្ដាប់គាត់អីចឹងណាដែលបញ្ហារបស់គាត់មានអញ្ចឹងតាកតងមួយកន្លែងហ្នឹងឧទាហរណ៍ថាមានមិត្តភក្តិយើងម្នាក់គាត់ទៅស៊ីឬក៏ចែករំលែកបញ្ហាដែលគាត់មានទៅកាន់យើងហើយយើងជាអ្នកស្ដាប់យើងជាអ្នកស្ដាប់អញ្ចឹងធ្វើម៉េចដើម្បីឲ្យយើងស្ដាប់នឹងឲ្យគេហៅថាម្នាក់ទៀតដែរគាត់ស៊ីនឹងគាត់មានអារម្មណ៍ក្នុងការស៊ីហើយមានអារម្មណ៍ថាគាត់ក្តៅហ្មងក្នុងការស៊ីអញ្ចឹងទៅក៏យើងហ្នឹងមាន topic ថ្មីមួយទាក់ទងជាមួយនឹងការស្ដាប់ឲ្យមានប្រសិទ្ធភាពហ្នឹងហើយចឹងពេលខ្លះយើងខ្ញុំជឿថាអ្នកខ្លះឯងគិតថាខ្លួនឯងចេះស្ដាប់ហើយចឹងគ្រាន់តែបើកតិចទៅប៉ុណ្ណឹងបានតែប៉ុន្មានមិនចឹងទេណាស្ដាប់គឺត្រូវការមានតិចនិចដែរហើយក៏យើងគួរតែចេះដើម្បីឲ្យដៃគូដែលសៀមឲ្យយើងហ្នឹងគឺមានអារម្មណ៍ថាធូរស្រាលនៅពេលដែលគាត់បន្តពីនិយាយមានហើយមិនគ្រាន់តែនិយាយហើយជួនកាលអាចធ្វើឲ្យម្នាក់ទៀតហ្នឹងមានអារម្មណ៍ថា stress លើដើមក្នុងករណីដែលយើងអត់ទាន់ចេះស្ដាប់ខ្ញុំក៏ធ្លាប់ដែរក៏ធ្លាប់សៀទៅលើអ្នកដែលក៏អត់ទាន់ចេះស្ដាប់ចឹងតែអត់អីដោយសារតែអាចថាគាត់អត់ទាន់ដឹងឬក៏យ៉ាងណាអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាចែករំលែកវីដេអូហ្នឹងដើម្បីជួយទៅដល់អ្នកទាំងអស់គ្នាដែរអញ្ចឹងការស្ដាប់ទី1ហ្នឹងគឺទាក់ទងនឹង eye contact អញ្ចឹងការស្ដាប់ហ្នឹងគឺយើងគួរតែមើលទៅលើទឹកមុខម្នាក់ហ្នឹងថាគាត់មានអារម្មណ៍មិនដែរគាត់ stress ប៉ុណ្ណាហើយគាត់យំឬក៏អីចឹងយើងគួរតែមើលទៅកាន់គាត់យើងកុំស្ដាប់ហើយយើងអត់ទៅមើលទេសភាពខាងក្រៅឬក៏យើងទៅចាប់អារម្មណ៍មួយអីផ្សេងឬក៏ពេលខ្លះស្ដាប់ទៅស្រាប់តែយើងឃើញម្នាក់នោះថាម្នាក់នោះអីចឹងទៅអញ្ចឹងអាហ្នឹងវាអត់សូវល្អទេដោយសារយើងធ្វើអញ្ចឹងធ្វើឲ្យអ្នកសៀហ្នឹងគឺគាត់មានអារម្មណ៍ថាគាត់ធ្ងន់ណាស់មានអារម្មណ៍ធ្ងន់គាត់មានអារម្មណ៍ថាមិនចឹងគាត់អត់ comfort ក្នុងការអត់ comfort មិនថាពេលខ្លះគាត់សៀហ្នឹងគឺគាត់សៀដោយអារម្មណ៍អត់ស្រួលអញ្ចឹងធម្មតាពេលអ្នកបែកចិត្តគាត់សៀហ្នឹងគឺសៀមានអារម្មណ៍ថាចង់ទៅខ្លួនឯងផងហើយចង់ប្រាប់គេអស់អញ្ចឹងបើយើងជាមនុស្សម្នាក់ដែលធ្វើឲ្យគាត់មានអារម្មណ៍ថាឲ្យគាត់បញ្ចេញអស់ហើយអាចឲ្យគាត់ធូរស្រាលបានអានោះគឺជាការល្អមែនតើហ្មងហ្នឹងហើយក៏ភ្ជាប់ជាមួយនឹងអីដែលសិននិយាយខ្ញុំក៏តាក់ទងមួយចំណុចនេះទៀតយើងស្ដាប់ហើយយើងបានស្ដាប់ហើយយើងអត់ទៅមើលអីផ្សេងទេយើងស្ដាប់មិត្តភក្តិរបស់យើងហ្នឹងប៉ុន្តែចំណុចមួយទៀតចុះបើអ្នកទាំងអស់គ្នាស្ដាប់ហើយអត់សួរគាត់ឧទាហរណ៍ថាគាត់និយាយចប់គាត់និយាយបញ្ហាមួយហ្នឹងចប់ហើយតែអ្នកទាំងគ្នាចប់ហើយចប់ធ្វើធម្មតាចប់ទៅអត់ដឹងអីហងអញ្ចឹងសួរថាយើងនឹងបានគេហៅថាធ្វើគ្នាស្ដាប់ដែរល្អនៅឧទាហរណ៍ថាគាត់កំពុងតែនិយាយរឿងបញ្ហាការសិក្សាគាត់រៀនអត់ល្អអីចឹងទៅធ្លាក់កាន់តែអីចឹងទៅអញ្ចឹងដល់ពេលគាត់និយាយចប់ហើយយើងធ្វើធម្មតាមួយទៀតហេតុអីអ្នកទាំងអស់គ្នាអត់សួរគាត់ឬក៏ផ្ដល់យោបល់គាត់ថាហេតុអីឯងរៀនអត់បកាអីចឹងទៅហេតុអីក៏ការសិក្សារបស់ឯងធ្លាក់អីចឹងទៅឬក៏សួរថាចុះរៀនរាល់ថ្ងៃហ្នឹងគ្រូមិនដែរឬក៏អីពេលខ្លះគាត់អត់តហ៊ាននិយាយដល់ពេលយើងសួរចឹងទៅគាត់ហ៊ាននិយាយមកចឹងតទៀតទៅហ្នឹងហើយឬក៏ពេលខ្លះពេលដែលយើងសួរគាត់ទៅអាចនឹងមានបញ្ហាផ្សេងទៀតការសិក្សារបស់គាត់ខ្សោយឬក៏អីដោយសារមួយទៀតអាចបញ្ហាគ្រួសាររបស់គាត់ឬក៏ហេរ៉ានវិថុរបស់គាត់អីចឹងទៅអញ្ចឹងគាត់នឹងមានគាត់នឹងមានអារម្មណ៍ថាបើសិនជាខ្ញុំនឹងក៏ក្តៅហ្មងគឺខ្ញុំនឹងចែករំលែកបន្តទៀតហ្មងខ្ញុំនឹងនិយាយបញ្ហាដែលខ្ញុំមានបន្តទៀតហ្មងដោយសារម្នាក់ដែលស្ដាប់ខ្ញុំហ្នឹងគឺផ្ដល់យោបល់ឲ្យសួរខ្ញុំឲ្យមានថាfocus លើខ្ញុំឲ្យនិយាយរួមគឺចាត់ទុកថាយើងសំខាន់ហ្មងដោយសារយើងសួរឲ្យ
ស៊ូមនេះថាតើយើងបានស្ដាប់ត្រឡប់ដូចថាយើងរៀនអីគេមួយតែមកគ្រូស៊ូមមានសំណួរអីអត់អញ្ចឹងបើយើងយល់ហើយល្អនេះខ្លះគឺអត់យល់សោះហ្មងមានគេថាចេះដល់ឆ្លងកាត់ឡើងដែរអញ្ចឹងពេលយើងស្ដាប់រឿងណាគេមានឧស្សាហ៍យើងបានស្ដាប់ផងយើងក៏មានសួរដែរអញ្ចឹងបើស្អាយើងស៊ូមនេះថាយើងក៏បានស្ដាប់ហើយយើងចិត្តតាទៀតហើយមានទៀតហ្នឹងគឺស្ដាប់ហើយយើងគួរតែមានជាគំនិតត្រឡប់មានថាផ្ដោតយោបល់ទៅកាន់គាត់ថាគួរតែធ្វើមកឬក៏ប្រាប់គាត់ឲ្យជាបើយើងមានវិធីយ៉ាងណាយើងអាចប្រាប់គាត់ទៅបើយើងមានបញ្ហាស្តៀងគ្នាក៏យើងអាចប្រាប់គាត់ដើម្បីកុំឲ្យគាត់មានអារម្មណ៍ថាខ្ញុំជួបបញ្ហានឹងតែឯងអញ្ចឹងយ៉ាអញ្ចឹងបើនិយាយរួមទៅតេតងមួយចំណុចtopic របស់យើងហ្នឹងគឺការស្ដាប់ដែលមានប្រសិទ្ធភាពហើយពួកយើងមានតែ3ចំណុចទេទី1គឺ eye contact ទី2ស្ដាប់ឲ្យស៊ូទី3យើងស្ដាប់ឲ្យផ្ដល់យោបល់ឲ្យគាត់យល់អត់ហើយហ្នឹងហើយប្រហែលជាអ្នកទាំងអស់គ្នាអាចនឹងមានវិធីសាស្ត្រផ្សេងទៀតក្នុងការស្ដាប់ឲ្យមានប្រសិទ្ធភាពអញ្ចឹងហើយអាចសៀវពួកយើងបានហើយមាននឹងពួកយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការមើលវីដេអូរបស់ពួកយើងបាយបាយ